អ្នកធ្លាប់គិតទេថាតើអាចវិភាគទីផ្សារគ្រីបតូដោយមិនចាំបាច់បើកគេហទំព័រច្រើនបានទេឥឡូវនេះអាចធ្វើបានក្នុង Telegram ដោយប្រើ Binance Crypto Analysis Bot វាលឿនងាយប្រើហើយប្រើបច្ចេកវិទ្យា AI ដើម្បីផ្ដល់ទិន្នន័យពិតពី token ជាង300នៅលើ Binance មិនថាអ្នកជាអ្នកចាប់ផ្ដើមឬជាអ្នកជួញដូរដែលមានបទពិសោធន៍ក៏អាចប្រើវាដើម្បីទទួលបានព័ត៌មានលឿននិងងាយស្រួលអ្វីទៅជា Binance Crypto Analysis Bot វាជា AI bot នៅក្នុង Telegram ដែលអាចផ្ដល់តម្លៃ token ពេលវេលាពិតការវិភាគសន្ទុះនិងអារម្មណ៍ទីផ្សារទិន្នន័យដូចជា Open Interest, Funding Rate និង Support Resistance វាដូចជាមានអ្នកវិភាគទីផ្សារផ្ទាល់ខ្លួននៅក្នុង Telegram របស់អ្នកផ្ទាល់របៀបប្រើមួយស្វែងរក Binance Crypto Analysis Bot នៅក្នុង Telegram 2ចុច Start 3ប្រើ Comment ឬជ្រើសរើសប៊ូតុងងាយប្រើឧទាហរណ៍ Price Base ដើម្បីមើលតម្លៃ BTC Analyze F ដើម្បីមើលកម្រិតគាំទ្រនិងតស៊ូ Chart ដើម្បីមើល Funding Rate និង Open Interest Event ដើម្បីមើលព្រឹត្តិការណ៍ពាក់ព័ន្ធនឹង Token អ្វីដែលអាចសួរបូតបាន1តម្លៃផ្សារពេលវេលាពិត2សង្ខេប AI បង្ហាញឱកាសនិងហានិភ័យក្នុង24ម៉ោង3ទិន្នន័យ Graph និងសូចនាករ4ព្រឹត្តិការណ៍ពាក់ព័ន្ធនឹង Token ដូចជា Listing ឬ Airdrop អត្ថប្រយោជន៍ AI bot នេះវិភាគទិន្នន័យពេលវេលាពិតដូចជា Order Book និង Funding Rate ដើម្បីផ្ដល់អារម្មណ៍ទីផ្សារវាជួយឲ្យអ្នកយល់ពីស្ថានភាពពិតប្រាកដដោយមិនចាំបាច់ពិនិត្យ Graph រាល់ពេលភាសាផ្សេងវាគាំទ្រភាសាជាច្រើនដូចជាអង់គ្លេសខ្មែរចិនបារាំងរូហ្វីអារ៉ាប់ហើយនិងបន្ថែមទៀតនេះជួយឲ្យអ្នកជួញដូរពីប្រទេសផ្សេងអាចយល់ព័ត៌មានដូចគ្នាគន្លឹះសម្រាប់ប្រើឲ្យល្អចូលបញ្ជាក់ឈ្មោះ Token ត្រឹមត្រូវត្រួតពិនិត្យ Funding Rate ប្រសិនបើអ្នកជួញដូររដ្ឋបាលកុំយកជាសញ្ញាវាជាទិន្នន័យសិក្សាប្រើការជូនដំណឹងដើម្បីតាមដានតម្លៃដែលអ្នកចង់បានសន្និដ្ឋាន Binance Crypto Analysis Bot មិនមែនជាបូតជួញដូរប៉ុន្តែជាឧបករណ៍សិក្សាវាផ្ដល់ចំណេះដឹងអំពីទីផ្សារប្រកបដោយភាពងាយស្រួលនិងថ្លៃថ្នូរយល់ច្បាស់លឿនសុវត្ថិភាពនេះហើយជាវិធីសិក្សាគ្រីបតូសម័យ AI រួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREA បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបរកណ្ដាលគេឬក៏យើងប្រើជា Passport បងប្អូនមានអីដាក់នឹងដើម្បីបង្កើតកណេឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើង Scan មុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ